សសឹកសង្គមរលាយព្រោះលបែងកុំចាំទាល់តែខ្លាដាច់ច្រវាក់ទើបញាក់រលឹកជួសជុលរបងដំបៅមិនឈឺយកឈើចាក់បើអាញាធរនៅតែប្រើភ្នែកកន្ត្រាក់បែបនេះណាមិនយូរទេមន្ត្រីច្រេះស៊ីដែកមន្ត្រីអសកម្មនឹងត្រូវវះកាត់ទាំងរឹសហើយហេយ៉ាផ្អើលក៏ក្រើកពេញខេត្តព្រៃវែងទៀតហើយបនលបែងមន់ជុលដ៏ធំមួយនៅឃុំមន្ទីរចក្រីបើកលេងផ្កិននឹងច្បាប់បាញ់ឈឺយុទ្ធនាការវះកាត់មន្ត្រីអសកម្មរបស់ក្រសួងមហាផ្ទៃផ្អើលអស់មហាជនពលរដ្ឋតាមដានរកយុត្តិធម៌សង្គមហើយតើច្បាប់ស្រុកខ្មែរយើងអនុវត្តសម្រាប់តែអ្នកក្រឬក៏អាជ្ញាធរស្រុកព្រះស្ដេចកំពុងដេកលក់ក្នុងមុងមាសឬយ៉ាងម៉េចនៅថ្ងៃទី15ខែមីនាឆ្នាំ2026នេះសេចក្តីរាយការណ៍ដ៏រសើបបំផុតបានទម្លាយឲ្យឃើញនៅទិដ្ឋភាពបនលបែងមន់ជុលអនាធិបតេយ្យមួយកន្លែងនៅភូមិកកឃុំមន្ទីរចក្រីដែលកំពុងរីករាលដាលដូចផ្សិតកញ្ចោចឹងក្រោមខ្សែភ្នែកមន្ត្រីសមត្ថកិច្ចមូលដ្ឋានមេប៉ុស្តិ៍និងលោកអធិការនៃស្រុកព្រះស្ដេចមិនមែនជារឿងសាមញ្ញនោះទេប៉ុន្តែវាគឺជាការទះកំភ្លៀងយ៉ាងខ្លាំងទៅលើគោលនយោបាយភូមិមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី7ណាពលបុរាណចាលោកតែងតែពោលថាពស់ខំឲ្យរកស្រមោចខ្មោចលងឲ្យរកព្រះប៉ុន្តែចុះបើពលរដ្ឋរងគ្រោះដោយសារតែលបែងស៊ីសងតើពួកគាត់ទៅរកអ្នកណាបើមន្ត្រីមូលដ្ឋានខ្លះឆ្លើយថាដឹងហើយចាំឲ្យមន្ត្រីជំនាញទៅបង្ក្រាបមានតែផ្សព្វផ្សាយបន្ថែមតាមអង្គភាពសារព័ត៌មាននានាទេប៉ុន្តែបែរជាមានសកម្មភាពលេងយ៉ាងក៏ក្លឿនជារៀងរាល់ថ្ងៃទីតាំងគ្មានស្លាកយីហោនេះណាពិបាករកណាស់ស្គាល់តែអ្នកលេងទេគឺស្គាល់គោលដៅច្បាស់ក្រឡែងជាចំណុចប្រសពដែលនាំមកនៅមេរោគសង្គមទាំងខ្មែរទាំងវៀតណាមសម្រុកចូលតាមច្រកយុទ្ធសាស្ត្រមុខនិងច្រកក្រោយហាក់បីដូចជាទីតាំងនោះណាជាតំបន់ស្វយ័តដែលច្បាប់រដ្ឋមិនអាចទៅដល់ទេតែបើសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាបឬធ្វើជាមើលមិនឃើញបែបនេះណាបានធ្វើឲ្យមហាជនដាក់ការសង្ស័យយ៉ាងខ្លាំងលើភាពស្អាតស្អំនៃជួរមន្ត្រីរាជការហើយតើលោកកំពុងតែមានក្រមួនក្នុងត្រចៀកឬក៏យ៉ាងម៉េចពិតជាឆ្ងល់ណាស់ពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជននេះគឺជាការលើកឡើងរបស់មហាជនពលរដ្ឋនៅក្នុងតំបន់នោះមកពឹងពាក់ដើម្បីផ្សព្វផ្សាយនៅក្នុងអង្គភាពសារព័ត៌មានរបស់យើងឬកំពុងរងចាំទាល់តែពលរដ្ឋផ្តិតមេដៃដាក់ញត្តិទៅថ្នាក់លើទើបមានចលនាឬយ៉ាងម៉េចកុំទុកឲ្យមន្ត្រីអសកម្មខ្លះខ្លាយជាច្រេះស៊ីដែករំលាយស្ថាប័នជាតិទាំងមូលអីអត្តភាពនៃបនលបែងនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខានិងជាពិសេសបំផុតនោះក្រោមការដឹកនាំដ៏ឈ្លាសវៃនិងវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីដែលជាគ្រឹះដ៏រឹងមាំដ៏ត្រជាក់បំផុតនៃសន្តិភាពកម្ពុជាដែលកំពុងកាន់កំបិតវះកាត់មន្ត្រីពុករលួយហើយនិងមន្ត្រីស្ពឹកស្រពន់ទាំងឡាយណាដែលកំពុងប្រព្រឹត្តចាកប្រធាននៃបទល្មើសនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទីបញ្ចប់យើងខ្ញុំក្នុងនាមជាអ្នកសារព័ត៌មានក៏សូមអំពាវនាវដល់ឯកឧត្តមអភិបាលខេត្តព្រៃវែងទាំងមូលនិងស្ថាប័នអាយកានិងស្នងការនៃខេត្តព្រៃវែងក៏ដូចជាក្រសួងមហាផ្ទៃមេត្តាបញ្ជូនកម្លាំងអន្តការកិច្ចនិងអន្តរាគមន៍ក្តៅភ្លាមផងទៀតចុះទៅមើលពិនិត្យសាយវៀនមន់នេះនៅឃុំមន្ទីរចក្រីនេះជាបន្ទាន់តើរឿងនេះគឺជាការពិតឬក៏คล้ายនៃអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយនៅពេលនេះបើលោកនៅតែទុកឲ្យបនលបែងនេះដំណើរការនោះមានន័យថាលោកកំពុងបណ្ដោយឲ្យពាក្យស្លោកឆេះរៀលរលពេញខ្លួននៅក្នុងខេត្តព្រៃវែងទាំងមូលហើយលបែងស៊ីសងគឺជាមេបាបនៃវិនិច្ឆ័យកម្មណានេះគឺជាការលើកឡើងរបស់ពលរដ្ឋមហាជនខ្លាយជាការពិតនៅក្នុងទឹកដីខេត្តព្រៃវែងហើយការសន្និដ្ឋានរបស់មហាជនពលរដ្ឋដល់ពេលដែលត្រូវមុខកំបិតដ៏ស្រួចចែងចាំងពីថ្នាក់លើហើយត្រូវវះកាត់ដំបៅរលួយនេះចេញហើយកុំចាំទុកឲ្យពលរដ្ឋអស់ជំនឿទើបអាជ្ញាធរចាប់ផ្ដើមធ្វើការធ្វើនេះធ្វើនោះរហ័សរហួនឲ្យសោះណាព្រោះដំរីងាប់
មិនអាចយកជើង A មកបាំងចិត្តបានឡើយសូមបញ្ជាក់ផងដែរថាអង្គភាពសារព័ត៌មានសហគមន៍សង្គមស៊ីវិលរបស់យើងមិនមែនជាតុលាការកាត់ក្តីឬក៏អាជ្ញាធរមានសមត្ថកិច្ចនោះទេអង្គភាពរបស់យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ដើម្បីស្ថាបនាពុំមានចេតនាជន់ប្រលិចស្ថាប័នមន្ត្រីជំនាញឬបុគ្គលណាម្នាក់នោះឡើយព្រោះថាការបង្ក្រាបគឺជាកាតព្វកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចក្រោមជាតិជាពិសេសគឺក្រសួងមហាផ្ទៃអង្គភាពសារព័ត៌មានយើងគ្រាន់តែដកស្រង់ពីមតិនិងរាយការណ៍ពីប្រភពច្បាស់លាស់ពីភ្នាក់ងារពីពលរដ្ឋក៏ដូចជាមហាជនទាំងអស់នៅក្នុងស្រុកព្រះស្ដេចនៃខេត្តព្រៃវែងបុគ្គលដែលពាក់ព័ន្ធណាដូចជាមន្ត្រីជំនាញជាពិសេសគឺមេប៉ុស្តិ៍តែម្ដងចង់បកស្រាយអ្វីនោះរៀងរាល់ម៉ោងធ្វើការគ្រប់ពេលវេលាតាមគោលការណ៍របបស្ដីពីសារព័ត៌មានដោយអង្គភាពរបស់យើងផ្សព្វផ្សាយតាមរបបស្ដីពីសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈនៃកម្ពុជាដើម្បីជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំជូនលោកបានជ្រាបតែប៉ុណ្ណោះសូមអរគុណ